នៅក្នុងពិធីមង្គលការមិត្តរួមថ្នាក់នារីម្នាក់បានប្រទះឃើញសង្សារចាស់ដែលទើបនឹងបែកគ្នានាំសង្សារថ្មីមកចូលរួមដែរគ្រាន់តែឃើញគូស្នេហ៍នោះភ្លាម Zheng Xue ក៏ស្ទុះទៅអបដៃ Cheyenne ដើម្បីបង្ហាញភាពផ្អែមល្ហែមដាក់ពួកគេវិញឃើញពួកគេទាំងពីរមើលមកបែបនេះ Zheng Xue ធ្វើទឹកមុខធម្មតាតែក្នុងចិត្តវិញភ័យចង់ស្លាប់អ្វីដែលកាន់តែចៃដន្យនោះគឺកូនក្រមុំបោះបាច់ផ្កាធ្លាក់ចំដៃ Zheng Xue តែម្ដង Ken Wei សួរដេញដោលនៅចំពោះមុខភ្ញៀវទាំងអស់ថាតើនាងមានសង្សារហើយឬនៅ Zheng Xue មិនចង់បាក់មុខនៅចំពោះមុខគេឯងក៏មិនចង់ឲ្យ Ken Wei បានចិត្តខ្ញុំមានតើនាងទទួលយកការជូនពរពីអ្នករាល់គ្នាទង្វើនេះធ្វើឲ្យ Ken Wei ក្តៅក្រហាយពេញបេះដូងពិសេសពេលឃើញ Yu Chengshao នៅតែលួចមើល Zheng Xue មិនដាក់ភ្នែកនាងខឹងស្ទើរតែទប់អារម្មណ៍មិនជាប់ចាយ៉ាងផ្ញើសារសួរ Xue ថាពិធីមង្គលការសប្បាយទេមិនសប្បាយសោះជួបមនុស្សដែលមិនចូលចិត្តមែនទេដឹងថានាងរងភាពអយុត្តិធម៌គេក៏ប្រញាប់បើកឡានទៅទទួលនាងដើម្បីជួយនាងគេចិត្តណាធ្វើឲ្យ Zheng Xue ខ្វើមរអាំលេងឯ Ken Wei នៅតែបន្តអួតពី Yu Chengshao ក្នុងពិធីជប់លៀងមួយសន្ទុះហៅទឹកមួយសន្ទុះហៅបបបង្គាធ្វើរកពីគួរឲ្យខ្នាញ់មិត្តរួមថ្នាក់មើលទៅភ្នែកពេកក៏សួរនាំពីសង្សាររបស់ Zheng Xue មិននឹកស្មានថាជាឱកាស Ken Wei វីប្រហារសោះនាងនិយាយឌឺដងថាស្គាល់សង្សាររបស់ Zheng Xue គេជាថ្នាក់ដឹកនាំជាន់ខ្ពស់នៅក្រុមហ៊ុនវិនិយោគនិយាយមិនទាន់ចប់ផងនាងក៏ឆ្លៀតមួយបង្កាច់គ្រាន់តែគាត់ចាស់បន្តិចហើយមានគ្រួសារទៀតគ្រាន់តែបែបនេះមិត្តរួមថ្នាក់ភ្ញាក់ផ្អើលគ្រប់គ្នាសម្លេងខ្សឹបខ្សៀវលាន់ពេញតុ Zheng Xue លេងទ្រាំទៅទៀតហើយនាងក្រោកឈរទល់នឹង Ken Wei ភ្លាមនាងក្បត់មិត្តភាពដណ្ដើមសង្សារគេហើយនៅមានមុខមកបង្កើតពាក្យចាំអារម្មណ៍នៅទីនេះទៀតសម្ដីនេះធ្វើឲ្យ Ken Wei និយាយលេងចេញភ្លាមនោះ Zheng Xue ក៏ទទួលបានទូរស័ព្ទពី Cheyenne គេនិយាយយ៉ាងទន់ភ្លន់ថាបើមិនសប្បាយចិត្តមិនបាច់បង្ខំទេគេនៅចាំមុខសន្តាគារហើយ Zheng Xue រកលេសសុំចេញទៅមុនគ្រាន់តែចេញមកដល់ក៏ឃើញ Cheyenne ដែលនាងទន្ទឹងរង់ចាំភាពកក់ក្ដៅពេលនេះលីឡំជាមួយភាពយុត្តិធម៌មុននេះធ្វើឲ្យនាងរំភើបចិត្តនាងក៏ឡើងឡាន Cheyenne ទៅហើយ Ken Wei ខឹងដែល Yu Chengshao មិនជួយការពារខ្លួនក៏ស្ទុះចេញមកក្រៅដែរ Yu Chengshao នាងចង់ឲ្យគាត់សម្លុតខ្ញុំមែនទេនាងដើរចេញទាំងកំហឹងតែបែរជាទៅជួប Zheng Xue ដែលត្រៀមចេញដំណើរ Zheng Xue ចង់ខ្ចីដៃពូក្មេងរបស់ Ken Wei Cheyenne ដើម្បីសងសឹកតែ Ken Wei បែរជាគូកញ្ចក់ឡានធ្វើការសួស្ដីទៅវិញមើលអីហ្នឹងឃើញចាស់ទុំហើយមិនមកសួស្ដីទេហេនឹកស្មានមិនដល់ថា Ken Wei បែរជាស្រែកហៅតែកងឡានថាពូក្មេងទៅវិញ Cheyenne ឆ្ងល់តាមពិតខ្លួនឯងយល់ច្រឡំថា Cheyenne ជាពូក្មេងរបស់ Ken Wei រឿងនេះពិតជាគួរឲ្យអស់សម្ដេចណាស់គាត់មិនមែនជាពូរបស់នាងទេចុះខ្ញុំធ្វើជាតែកងឡានឲ្យអ្នកណាពី3ខែនេះខ្ញុំកំពុងធ្វើអី Cheyenne ដឹងរឿងពីមិត្តរួមថ្នាក់របស់ Zheng Xue ថា Ken Wei បានបង្កាច់បង្ខូចនាងហ៊ានមកលៀបពណ៌មនុស្សរបស់ខ្ញុំមិនបាច់រាប់អានគ្នាទេសួរខ្ញុំឬនៅគេបញ្ចេញរកពីជាអ្នកធំការពារ Zheng Xue គេមិនត្រូវការបកស្រាយគ្រាន់តែទាមទារឲ្យនាងសុំទោស Zheng Xue ក្រោមសម្ពាធរបស់ Cheyenne Ken Wei គ្មានជំរើសក៏ព្រមសុំទោសទាំងមិនអស់ចិត្តពេល Cheyenne នាំ Zheng Xue ចេញទៅ Yu Chengshao ខឹងខ្លាំងណាស់ក៏ដេញសួរការពិតពី Ken Wei តាមពិតដែលគេសុកចិត្តបោះបង់ Zheng Xue មកយក Ken Wei ព្រោះយល់ច្រឡំថានាងជាក្មួយអ្នកមាន Ken Wei ប្រកែកថាមិនបានកុហកគ្រាន់តែខ្លួនឯងយល់ច្រឡំទីបំផុតគូស្នេហ៍មួយគូនេះក៏ឆ្លោះគ្នាបែកខ្សែនៅកណ្ដាលផ្លូវ